Company Sport Activity សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ vlog របស់ហៀហេងទៀតហើយថ្ងៃនេះខ្ញុំចង់នាំអ្នកទាំងអស់គ្នាទៅលេងបោះ bowling ដែលមានទីតាំងស្ថិតនៅ Eon សែនសុខដែលយើងតែងតែហៅថា Eon 2 យើងនឹងឥឡូវនេះយើងកំពុងតែធ្វើដំណើរទៅកន្លែងបោះ bowling ហើយតាក់ទងជាមួយនឹងការទៅលេងវិញគឺយើងចូលរួមរៀងមនុស្សច្រើនដែរហើយយើងបែងចែកជា5ក្រុមអញ្ចឹងមួយក្រុមយើងមានដូចជា4ទៅ5នាក់អញ្ចឹងហើយឥឡូវនេះគឺយើងបានមកដល់ទីតាំងហើយអ្នកទាំងអស់គ្នាកុំច្រឡំថាពួកខ្ញុំទៅមើលកុនណាអត់ទេគឺយើងទៅ Blue O Rhythm Bowl ដែលជាកន្លែងដែលយើងធ្វើការទៅលេងបោះ bowling នឹងឯងហើយបើសិនជានិយាយពី feeling ខ្ញុំវិញគឺថា excited ខ្លាំងមែនតើព្រោះតែសារអីដូចខ្ញុំនិយាយដែរអញ្ចឹងគឺជាលើកដំបូងហើយអត់ដែលបានស្គាល់អត់ដែលបានចូលលេងពីមុនទេនិយាយទៅគ្រាន់ឃើញកន្លែងគេចង់បោះភ្លាមតែម្ដងហើយនេះគឺជាទស្សនវិជ្ជានៅក្នុង Blue O នឹងឯងមានទាំងកន្លែងអង្គុយឧទាហរណ៍បើសិនជាយើងទៅជាក្រុមចឹងទៅមានអ្នកខ្លះគាត់ចូលចិត្តលេងអ្នកខ្លះគាត់អត់ចូលចិត្តលេងចឹងទៅគាត់អាច order ឯងញ៉ាំអង្គុយមើលអ្នកលេងអីចឹងអូខេឥឡូវនេះយើងមកធ្វើការវាស់ជើងអ្នកទាំងអស់គ្នានេះវាស់ជើងរបៀបថាចេះជើងយើងលេខម៉ានហើយយើងពាក់ស្បែកជើងលេខម៉ានអញ្ចឹងក្រុមការងារខាងគាត់នឹងគឺគាត់ទៅយកស្បែកជើងណាដែល fit ជាមួយនឹងជើងយើងដើម្បីឲ្យយើងពាក់ព្រោះដោយសារអីនៅពេលដែលយើងលេង bowling នឹងទៅកន្លែងនឹងវាល្អិលអញ្ចឹងខាងគេមានស្បែកជើងរបៀបថាទប់លំនឹងមិនឲ្យល្អិលអីចឹងយើងអាចដូរស្បែកជើងនឹងបានព្រោះគេអត់តម្រូវឲ្យយើងពាក់ស្បែកជើងខ្លួនឯងអញ្ចឹងខ្លាចមានបញ្ហារអិលដួលអីចឹងណាហើយមួយទៀតកុំភ្លេចពាក់សមជើងអ្នកទាំងអស់គ្នាគេឲ្យតែស្បែកជើងយើងទេតែសមជើងគឺយើងត្រូវមានខ្លួនឯងហើយឥឡូវនេះពួកខ្ញុំកំពុងតែធ្វើការផ្លាស់ប្ដូរស្បែកជើងម្នាក់ម្ដងដើម្បីធ្វើការវឹកវរនាំគ្នាទៅបោះប៊ូលទាំងអស់គ្នាអ្នកទាំងអស់គ្នាគិតដូចខ្ញុំមកពេលខ្លះជីវិតយើងត្រូវមានការផ្លាស់ប្ដូរត្រូវជួបអ្វីថ្មីបើសិនជាមានឱកាសសារបានគួរតែសារហើយសំខាន់ទៅលេងហ្នឹងគឺអត់មានអស់លុយទេខាងក្រុមហ៊ុនគេចេញលុយឲ្យខ្ញុំភ្លេចប្រាប់អ្នកទាំងអស់គ្នាគេមាន bartender សម្រាប់យើងកំងភេសជ្ជៈដូចជា soft drink អីផ្សេងបានទៀតណាតោះឥឡូវទៅមើលពួកខ្ញុំបោះទាំងអស់គ្នាពួកខ្ញុំកំពុងធ្វើដំណើរចូលទៅហើយចិត្តបានលេងហើយយេនេះអ្នកនរគ្នាគេមានដូចជាប្រឡោះពីលេខ1រហូតមកដល់លេខ10អញ្ចឹងណានេះគឺតួឯកសំខាន់របស់យើងគឺគ្រាប់ប៊ូលដែលយើងសម្រាប់បោះនឹងគេមានតាមគីឡូទៀតខ្ញុំអត់ចាប់អារម្មណ៍នេះដឹងខ្ញុំឃើញតែថាមាន10គីឡូហើយនឹង13គីឡូខ្ញុំបោះអ្នកនរគ្នាគឺយើងបោះប៊ូលជាមួយនឹងក្រុមការងារកម្ពុជាវ៉ាវឡយនេះបាទអាចជ្រើសលេងបានដល់លេខ6ដល់លេខ9អីចឹងណាប៉ាល់អញ្ចឹងបើសម្រាប់ការរៀនរបស់យើងបាទប្រាប់ការធ្វើរកនេះហេតុតែដំបូងហ្នឹងអ្នកទាំងអស់គ្នាតេស្តស្បែកជើងចង់ដឹងវាល្អិលមែនអត់មែនស្បែកជើងគេលយអត់ល្អិលមែនហើយនេះដូចខ្ញុំនិយាយចឹងគ្រាប់ប៊ូលវាមាន10គីឡូវាមាន13គីឡូតែខ្ញុំអត់ដឹងថាមានប៉ុន្មានគីឡូទៀតទេអាចនឹងមានស្រាលជាងនឹងព្រោះសម្រាប់ស្រីគាត់បោះហើយសម្រាប់ខ្ញុំវិញខ្ញុំលេងតែ10គីឡូហើយនឹង13គីឡូឯងដបងអញ្ចឹងមានការលើកសាកដូចយើងថ្លឹងគីឡូអញ្ចឹងណាយើងមានការលើកសាកយើងមានការស្ទង់មើលថាមួយណាដែលវាបោះទៅដួលទាំងអស់អាមួយណាបោះទៅដែលវាមិនដួលទាំងអស់អញ្ចឹងយើងមានការសាកអញ្ចឹងទៅអាមួយណាដែលត្រូវនឹងដៃដែលត្រូវគីឡូនឹងយើងបោះទៅវាមិនធ្វើឲ្យយើងធ្ងន់ណាហើយបានវិញនេះគឺជាតារាងឈ្មោះរបស់យើងមួយដែលណាគេបោះដួលដបម៉ានវាមាន show score នៅលើនឹងអញ្ចឹងណាហើយឈ្មោះខ្ញុំមិនដូចជាមានតារាងលេខម៉ាននេះភ្លេចបាត់ឥឡូវនេះគឺដល់វិញខ្ញុំបោះហើយអ្នកនរគ្នាលើកដំបូងរបស់ខ្ញុំចាំមើលWow oh my god amazing fantastic very nice តោះឥឡូវទៅមើលធីមខ្ញុំហើយអ្នកទាំងអស់គ្នាមកមើលនារីជើងឯកវិញម្ដងណាត្រង់ល្អណាស់គឺចូលប្រឡោះប៊ូលតែម្ដងនេះមិនមែនមកបោះទេគឺមកបណ្ដក់អញ្ចឹងខ្ញុំជប់ໄວហើយអត់បងទេរីកូនចាំនៅផ្ទះបន្ទូអីតាំងបងមកហើយកន្លែងនេះវិញមានជាការតក់ស្លុត
ទទួលរងការបូលីជាខ្លាំងពេលលើកដំបូងអ្នកទាំងអស់គ្នាបោះត្រូវកដាលគឺដួលហ្មងហើយលើកដំបូងហ្នឹងណាដល់យូរទៅបោះពី3គ្រាប់បោះ3 4កដាលទៅជាអត់ត្រូវវិញណែមើលហើយដល់ពេលដល់តង់ទី2វិញគឺបោះលេងចូលតែម្ដងអ្នកទាំងអស់គ្នាវានឹងតែមូលហេតុអីកើតឡើងមកដែរនេះបើធីមគេវិញសាច់ល្មមឯណាអត់សូវម៉ានទេណាវាឆ្ងាញ់តោះធីមខ្លួនឯងនេះឯងបោះចាញ់គេហើយនៅសើចចំអឯងទៀតនេះអ្នកទាំងអស់គ្នាតារាងឈ្មោះដែលគេ show score របស់យើងបោះម៉ានអញ្ចឹងណាខ្ញុំបានចិត្តជាងដែរតែមកមែនមកបោះយើងធ្វើដាក់បើយើងធ្វើមើលអូវាមែនអូយអត់វ៉ាវនៅសល់3បាក់អូខេអ្នកទាំងអស់គ្នាឥឡូវនេះគឺបានដល់ទីបញ្ចប់ហើយយើងបោះប៊ូក្នុងរយៈពេល1ម៉ោងមានអីអ្នកទាំងអស់គ្នាមានអារម្មណ៍ថាដូចយើងហាត់ប្រាណអីអញ្ចឹងណាអញ្ចឹងឥឡូវនេះគឺពួកខ្ញុំធ្វើការទៅកន្លែងទីតាំងដែលត្រូវដូរស្បែកជើងហើយយកស្បែកជើងរបស់យើងមកវិញឥឡូវនេះពួកខ្ញុំបានធ្វើដំណើរចេញទៅវិញហើយមានអីអ្នកទាំងអស់គ្នាសប្បាយហើយ fresh ហើយនំនេះស្រែកហូរសប្បាយខ្លាំងមែនតើនិយាយទៅជំនួយសុខភាពហើយថែមទាំងនាំការសប្បាយនាំការសាច់មកឲ្យពួកយើងទៀតវាប្រៀបដូចជាយើង exercise មួយអញ្ចឹងណាសួរខ្លួនសួរដៃសួរជើងខ្លាំងមែនអញ្ចឹងតនេអាចមកទទួលបទពិសោធន៍ថ្មីបានមកទទួលមកណាមកលេងអានឹងមកកុំឲ្យ stress កុំឲ្យគិតអីច្រើនអញ្ចឹងយើងលេងអានឹងក៏ដូចជាជំនួយសុខភាពរបស់យើងដែរអញ្ចឹង vlog របស់ខ្ញុំបានចាប់ត្រឹមនឹងហើយអរគុណច្រើនបងប្អូនដែលតែងតែជួយ like ជួយ share ហើយនឹងមើលដល់ពីដើមរហូតមកដល់ចប់អរគុណច្រើនបោះឲ្យមានអារម្មណ៍ថាមិនដែរបោះបានត្រូវប្រហែលដែរដល់រយៈពេល1ម៉ោងចិត្តជឿណាតាអូខេហូតដែរបានអា10បន្ទុកមួយណាតាបានទៅ vlog បាយបាយ